នៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកវីដេអូជំនួយ5ដែលមានអ្នកទស្សនាច្រើនជាងបំផុតនៅលើ YouTube ហើយវីដេអូនៅលេខរៀងទី1ខ្ញុំជឿថាបងប្អូននឹងមានការភ្ញាក់ផ្អើលចិត្តជាមិនខានចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូនេះរហូតដល់ចប់ចង់ដឹងថាវីដេអូអ្វីដែលមានអ្នកទស្សនាច្រើនជាងគេនៅលេខរៀងទី1វីដេអូដែលស្ថិតនៅលេខរៀងទី5មានចំណងជើងថា Bad Soul ដែលមានអ្នកទស្សនា 7.02 ប៊ីលានឬ 7.2 លានដងដែលជាបទចម្រៀងដែលគេផលិតឡើងសម្រាប់កុមារដែលបង្រៀនអំពីដំណើរការនៃការសម្អាតខ្លួននិងទម្លាប់នៃការថែរក្សានៃរាងកាយរបស់កុមារមួយវិញទៀតវីដេអូបទចម្រៀងមួយនេះត្រូវបានឪពុកម្ដាយនៅជុំវិញពិភពលោកជាច្រើននិយាយថាបទចម្រៀងនេះជួយធ្វើឲ្យការងូតទឹកកាន់តែងាយស្រួលសម្រាប់ដល់ក្មេងទើបចេះដើរតេតាស់ដែលជាធម្មតាពួកគេមិនចូលចិត្តក្នុងការងូតទឹកក្នុងអាងទេរីឯវីដេអូដែលស្ថិតនៅលេខទី4វិញមានចំណងជើងថា Johnny តែបងប្អូនប្រយ័ត្នច្រឡំណាស់មិនមែន Johnny Sip ឬក៏ Johnny Spur អីគឺមិនមែនទេគឺ Joyce Alpha ដែលមានអ្នកទស្សនា 7.03 ពាន់លានដងហើយវីដេអូមួយនេះគឺជាបទចម្រៀងដែលគេផលិតឡើងសម្រាប់កុមារដូចគ្នានៅក្នុងវីដេអូប្រវែង2នាទីនេះផងដែរបាននិយាយពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Johnny ដែលត្រូវបានប៉ារបស់គាត់ចាប់បាននិងលួចញ៉ាំ sugar ដែលជារបស់កុមារមិនគួរញ៉ាំតតែសោះហើយវីដេអូបទចម្រៀងមួយនេះបានបង្រៀនថាក្មេងៗគួរតែប្រព្រឹត្តឥរិយាបថដែលត្រឹមត្រូវទៅតាមអ្វីដែលឪពុកម្ដាយបានណែនាំចំណែកឯវីដេអូដែលស្ថិតនៅលេខរៀងទី3វិញមានចំណងជើងថា Wheel on the Bus ដែលមានអ្នកទស្សនា 7.3 ពាន់លានដងដែលវីដេអូមួយនេះគឺជាវីដេអូបទចម្រៀងដ៏ពេញនិយមរបស់កុមារដែលចូលចិត្តស្ដាប់នៅតាមបណ្ដាប្រទេសជាច្រើនហើយបទចម្រៀងមួយនេះត្រូវបានបកប្រែជាភាសាជាច្រើននៅជុំវិញពិភពលោកនៅក្នុងនោះក៏មានភាសាខ្មែរយើងផងដែរ Wheel on the Bus ត្រូវបានសរសេរដោយអ្នកនិពន្ធដែលមានឈ្មោះថា Vena Hill ហើយត្រូវបានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ 1937 ដែលដំបូងឡើយបទចម្រៀងនេះមានចំណងជើងថា The Bus លើពីនេះ Wheel on the Bus បង្កើតឡើងសម្រាប់ឲ្យកុមារអភិវឌ្ឍជំនាញភាសាការចងចាំរបស់ពួកគេសម្បីតែនៅក្នុងថ្នាក់រៀននិងនៅតាមផ្ទះទទួលអ្នកគ្រូក៏ដូចជាឪពុកម្ដាយក៏បានយកវីដេអូបទចម្រៀងមួយនេះមកបង្រៀនទៅដល់កុមារអំពីការធ្វើដំណើរតាមយន្តនិងជីវិតរស់នៅប្រចាំថ្ងៃមូលហេតុនោះគឺដោយសារតែវីដេអូបទចម្រៀងមួយនេះទាំងភ្លេងដ៏ទាក់ទាញឃ្លាឃ្លោចម្រៀងដែលមានពាក្យដដែលៗដែលធ្វើឲ្យកុមារនឹងងាយស្រួលក្នុងការច្រៀងតាមនិងចងចាំយ៉ាងឆាប់រហ័សឥឡូវយើងងាកមកមើលវីដេអូដែលស្ថិតនៅលេខរៀងទី2ដែលមានចំណងជើងថា Despacito មានអ្នកទស្សនា 8.6 ពាន់លានដងដែលច្រៀងរួមគ្នាដោយ Luis Fonsi និង Daddy Yankee វីដេអូបទចម្រៀងមួយនេះមានអ្នកចូលចិត្តស្ដាប់ច្រើនមែនទែនជាពិសេសនៅប៉ែកខាងអាមេរិកនិងប្រទេសជាង50ប្រទេសដែលមានដូចជាបារាំងអ៊ីតាលីរួមទាំងប្រទេសជាច្រើននៅជុំវិញពិភពលោកហើយចំពោះបទចម្រៀង Despacito នេះផ្ទាល់ក៏ទទួលបានភាពជោគជ័យនិងទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពលគឺបទចម្រៀងមួយនេះបានក្លាយជាបទចម្រៀងភាសាអេស្ប៉ាញដំបូងគេដែលឈរនៅលើកំពូលតារាង Billboard Hot 100សម្រាប់13សប្តាហ៍ជាប់ៗគ្នាក្លាយជាវីដេអូដំបូងដែលមានអ្នកទស្សនារាប់លានដងនៅលើ YouTube និងជាបទដែលមានអ្នកចូលទៅស្ដាប់ច្រើនជាងគេបំផុតនៅលើ Spotify ដែលជា music platform ដ៏ល្បីនៅលើពិភពលោកហើយបងប្អូនលើពីនេះទៅទៀតប្រហែលខែចុងក្រោយរបស់ចម្រៀងហ្នឹងបានចេញពេលហ្នឹងតារាចម្រៀងដ៏ល្បីរបស់កាណាដាគឺ Justin Bieber បានស្ដាប់បទនេះនៅក្នុង club រាត្រីមួយនៅក្នុងប្រទេសកូឡុំប៊ីពេលនោះគាត់និងតារាចម្រៀង Luis Fonsi ក៏បានសហការគ្នាបង្កើតឲ្យមាន version remix មួយទៀតដែលបញ្ចូលរវាងភាសាអេស្ប៉ាញនិងភាសាអង់គ្លេសដែលជាភាសាសកលក្នុងបទចម្រៀងមួយហ្នឹងដើម្បីឲ្យវាមានឲ្យជារួមមួយកម្រិតទៀតទៅកាន់អ្នកស្ដាប់ផងដែរយ៉ាងណាបងប្អូនទាំងអស់គ្នាឃើញខាងវីដេអូទាំង4ខាងលើគឺសុទ្ធសឹងតែមានអ្នកទស្សនាច្រើនតែនៅចាញ់វីដេអូចុងក្រោយគេមួយនេះដែលខ្ញុំជឿថាមិនខាននោះឬក៏បងប្អូនទាំងអស់គ្នាគឺធ្លាប់បានមើលនិងធ្លាប់បានស្ដាប់គ្រប់គ្នាវីដេអូដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ1មានអ្នកទស្សនាច្រើនជាងគេបំផុតដែលបងប្អូនទន្ទឹងរង់ចាំនោះគឺវីដេអូបទចម្រៀងសម្រាប់កុមារដែលមានចំណងជើងថា Baby Shark Dance មានអ្នកទស្សនារហូតដល់ 15,000 លានដង
ច្រើនមែនតើបងប្អូនទាំងគ្នាគឺច្រើនយកទៅមែនតើហ្នឹងហើយបើចម្រៀង Baby Shark ដែលនេះបានអាប់ឡូតនៅថ្ងៃទី18ខែមិថុនាឆ្នាំ2016វីដេអូបទចម្រៀងមួយនេះក្លាយជាវីដេអូដែលទទួលបានអ្នកទស្សនាច្រើនជាងគេបំផុតនៅក្នុងពិភពលោកនេះជាចម្រៀងដែលត្រូវបានមនុស្សគ្រប់ជាតិសាសន៍គ្រប់មជ្ឈដ្ឋានយកមកច្រៀងលេងកម្សាន្តហើយបងប្អូនទាំងអស់គ្នារឿងដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតណាបើបងប្អូនទៅលេខទៅមើលវីដេអូវិញគឺបានបង្រៀនកុមារឲ្យស្គាល់ពីសមាជិកនៅក្នុងគ្រួសារដែលមានម្ដាយឪពុកលោកយាយលោកតាផងដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូនេះបានមកដល់ទីបញ្ចប់ហើយតើបងប្អូនគិតយ៉ាងណាដែរនៅក្នុងចំណោមវីដេអូទាំង5ដែលខ្ញុំបាននិយាយខាងលើនេះហើយវីដេអូមួយណាដែលបងប្អូនធ្លាប់មើលឬមិនទាន់មើលបងប្អូនអាច comment នៅខាងវីដេអូឲ្យខ្ញុំបានលើកផងហើយយើងសូមបញ្ជាក់បងប្អូនទាំងអស់គ្នាបន្តិចថាវីដេអូទាំង5ដែលមានអ្នកទស្សនាច្រើនជាងគេដែលយកលើកយកមកនិយាយក្នុងវីដេអូហ្នឹងគឺទិន្នន័យអ្នកទស្សនាគិតត្រឹមពេលនេះគឺត្រឹមត្រូវ 100% អញ្ចឹងពេលក្រោយអាចមានការប្រែប្រួលខុសពីអ្វីដែលខ្ញុំនិយាយព្រោះវីដេអូ5ខាងលើនេះគឺអ្នកទស្សនាគឺលក្ខណៈហាប់ប្រកបគ្នាខ្លាំងមែនតើគឺតែបងប្អូនបានឃើញអញ្ចឹងបើបងប្អូនចូលចិត្តវីដេអូមួយនេះតែវីដេអូមួយនេះទៅកាន់មិត្តភក្តិបងប្អូនអ្នកទាំងអស់គ្នាដែលគាត់អត់ទាន់បានដឹងខ្ញុំសិលាសូមអរគុណបងប្អូនទាំងអស់គ្នាសង្ឃឹមថាជួបបងប្អូនទាំងអស់គ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ